តើទម្រង់កូអ៊ីតាគេប្រើប្រាស់វានៅពេលណាហើយវាមានន័យដូចម្ដេចនៅក្នុងមេរៀននេះយើងនឹងសិក្សាអំពីទម្រង់កូអ៊ីតាយរពុនអញ្ញោអាសេអូសួស្តីអ្នកទាំងអស់គ្នាតោះថ្ងៃនេះយើងមានមេរៀនថ្មីមួយទៀតហើយដើម្បីលើកយកមកធ្វើការសិក្សាអញ្ចឹងមេរៀនយើងក្នុងថ្ងៃនេះគឺយើងនឹងសិក្សាអំពីទម្រង់កូអ៊ីតាតោះអញ្ចឹងសម្រាប់គ្នាយើងដែលមានបំណងរៀនភាសាកូរ៉េបន្ថែមតាមអនឡាញថ្នាក់សន្ទនាទូទៅសាវេតុងហាប់ប្រូក្រាមកម្រិត1វគ្គថ្មីយើងនឹងចូលរៀននៅក្នុងថ្ងៃទី19ខែឧសភាឆ្នាំ2025យើងរៀនពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រចាប់ពីម៉ោង9ដល់ម៉ោង10យប់ម៉ោងនៅក្នុងប្រទេសកូរ៉េហើយសម្រាប់តម្លៃសិក្សាវិញត្រឹមតែ80000វ៉ុនតែប៉ុណ្ណោះរៀនមួយចប់សៀវភៅតោះអញ្ចឹងសម្រាប់គ្នាយើងដែលមិនទាន់បានចុច Subscribe សូមជួយចុច Subscribe ហើយអ្នករូបកណ្ដឹងម្នាក់មួយផងណាតោះឥឡូវយើងចូលដល់មេរៀនយើងទាំងអស់គ្នាកូអ៊ីតាគេប្រើប្រាស់នៅពេលនិយាយអំពីសកម្មភាពដែលកំពុងធ្វើវាត្រូវបានប្រើប្រាស់ដាក់នៅពីខាងក្រោយកិរិយាសព្ទឧទាហរណ៍អ៊ីតាលុបដាចេញទៅសល់ពាក្យអ៊ីបូកជាមួយនឹងកូអ៊ីតាគឺយើងបានអ៊ីកូអ៊ីតាផូដាលុបដាចេញទៅសល់ពាក្យផូបូកជាមួយនឹងកូអ៊ីតាគឺយើងបានផូកូអ៊ីតាអ៊ីយ៉ាគីហាដាលុបដាចេញទៅសល់ពាក្យអ៊ីយ៉ាគីហាបូកជាមួយនឹងកូអ៊ីតាគឺយើងបានអ៊ីយ៉ាគីហាកូអ៊ីតាឧទាហរណ៍아이들이 지금 책을 읽고 있어요. 아이들이 지금 책을 읽고 있어요. ក្មេងៗឥឡូវកំពុងអានសៀវភៅ소카씨는 지금 텔레비전을 보고 있어요. 소카씨는 지금 텔레비전을 보고 있어요. 소카 ឥឡូវកំពុងតែមើលទូរទស្សន៍ 친구들하고 이야기하고 있어요. 친구들하고 이야기하고 있어요. កំពុងតែនិយាយគ្នាជាមួយមិត្តភក្តិតើទម្រង់កូអ៊ីតាអាចប្រើប្រាស់ក្នុងពេលអតីតកាលអនាគតកាលឬសម្រាប់ទស្សន៍ទាយទៅលើអ្វីមួយបានដែរឬទេចម្លើយគឺប្រកាសជាបានឧទាហរណ៍ប្រើពេលអតីតកាល어제 전화 왜 안 받았어요? 어제 전화 왜 안 받았어요? ហេតុអ្វីបានជាម្សិលមិញមិនលើកទូរស័ព្ទ 피곤해서 자고 있었어요. 피곤해서 자고 있었어요. កំពុងដេកព្រោះអស់កម្លាំងពេកចុះពេលប្រើនៅពេលអនាគតវិញតើគេប្រើយ៉ាងដូចម្ដេចឧទាហរណ៍ 우리가 10년 후에는 뭐 하고 있을까요? 우리가 10년 후에는 뭐 하고 있을까요? ពួកយើង10ឆ្នាំក្រោយតើនឹងធ្វើអ្វីទៅណោះ 그대도 회사에서 일하고 있을 거예요. 그대도 회사에서 일하고 있을 거예요. ពេលនោះក៏នឹងធ្វើការនៅក្រុមហ៊ុនដែរឥឡូវយើងមកមើលអំពីការប្រើប្រាស់ពេលទស្សន៍ទាយវិញម្ដងឧទាហរណ៍ 영호 씨가 지금 뭐 하고 있을까요? 영호 씨가 지금 뭐 하고 있을까요? តើ 영호 ពេលនេះកំពុងធ្វើអ្វី 아마 수업을 듣고 있을 거예요. 아마 수업을 듣고 있을 거예요. គាត់ប្រហែលជាកំពុងរៀនអូខេអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់ទម្រង់កូអ៊ីតាគឺមានតែប៉ុណ្ណឹងហើយបើសិនជាអ្នកទាំងអស់គ្នាមិនយល់ឬមានចម្ងល់អ្វីផ្សេងទៀតអាច comment សួរនៅខាងក្រោមវីដេអូបានណាហើយយើងនឹងជួបគ្នានៅក្នុងមេរៀនក្រោយទៀតអានញ៉ង